លោកគ្រូការស្រឡាញ់មានពីរយ៉ាងស្រឡាញ់ដោយមេត្តាស្រឡាញ់ដោយរាគៈតើខុសគ្នាដូចម្ដេចលោកគ្រូសំណួរគឺស្រឡាញ់មានពីរយ៉ាងមិនអញ្ចឹងណាពេលមកតោជាយតេសោកោសេចក្តីសោកកើតពីការស្រឡាញ់ក៏មានដែរអញ្ចឹងស្រឡាញ់មួយប្រកបដោយមេត្តារីឯស្រឡាញ់មួយទៀតប្រកបដោយរាគៈយើងដឹងហើយការស្រឡាញ់ដោយរាគៈហ្នឹងគឺវាមានលោភៈគឺជាដើមហេតុអញ្ចឹងការស្រឡាញ់នេះគឺប្រព្រឹត្តទៅជាទុក្ខសោកណាមានទុក្ខសោកហ្នឹងគឺជាផលនៃការស្រឡាញ់ដែលមានរឹសកែរបស់វាគឺលោភៈមូលចិត្តទាំង8ដួងឯណាទីមួយដល់ពេលអញ្ចឹងទៅអាហ្នឹងពេលដែលការស្រឡាញ់ហ្នឹងទៅវាជាប់ជំពាក់ទៅដោយរាគៈហ្នឹងវាប្រព្រឹត្តទៅជាក្នុងភពហ្នឹងគឺកាន់តែវែងអន្លាយនៅក្នុងសង្សារវដ្តប៉ុន្តែការស្រឡាញ់ដោយមេត្តានេះណាគឺការស្រឡាញ់ដោយមានសត្វបបញ្ញត្តិមកជាអារម្មណ៍មនីបសត្វបញ្ញត្តិមកជាអារម្មណ៍គឺបានន័យថាយោអ្នកដតីហ្នឹងគឺជាឧបមានៃចិត្តបានន័យថាគេស្រឡាញ់គេចង់បានក្តីសុខយ៉ាងណារីឯយើងនឹងក៏ចង់បានក្តីសុខយ៉ាងហ្នឹងដែរអញ្ចឹងយើងគួរតែមានមេត្តាមានមិត្តៈហ្នឹងមិត្តៈគឺសំដៅលើមេត្តាហ្នឹងគឺក្តីអាណិតអាសូរស្រឡាញ់ដល់គេហ្នឹងបានន័យថាអនុគ្រោះដល់គេហ្នឹងអាហ្នឹងគឺជាការស្រឡាញ់ដោយមេត្តាហើយអញ្ចឹងការរស់នៅរវាងគ្រួសារក្តីការរស់នៅក្នុងសង្គមទាំងមូលក្តីបើសិនជាយើងស្រឡាញ់ដោយមេត្តាទើបធ្វើឲ្យយើងនឹងរស់នៅបានយូរអង្វែងជាសុខសាន្តតែបើយើងស្រឡាញ់ដោយរាគៈទេគឺវាឆាប់ធុញវាឆាប់ទ្រាំដោយសាររឿងរាគៈនេះវាមិនអាចបានយូរអង្វែងដូចជាការស្រឡាញ់ដោយមេត្តាទេស្រឡាញ់ដោយរាគៈវាជាតណ្ហាវាជាដំរេកអញ្ចឹងទៅវាប្រព្រឹត្តទៅក្នុងលោភៈវាបានតែបន្តិចបន្តួចទៅវាធុញវាចិនណាអញ្ចឹងទៅតែបើស្រឡាញ់មេត្តាគឺយើងអាណិតអាសូរដល់គេចង់ជួយសង្គ្រោះចង់អនុគ្រោះដល់គេអញ្ចឹងទៅដូច្នេះហើយការស្រឡាញ់ដោយមេត្តានោះព្រះសម្មាសម្ពុទ្ធនឹងគឺសរសើរដោយក្តីលែងតោះណាអាអញ្ចឹងសេចក្តីនឹងប៉ុណ្្នឹងឯង